រឿងដើមកំណើតរន្ទះកាលពីព្រេងនាយមានបិសាចមួយឈ្មោះរាមសូរនិងនាងអរិយទេវីមួយឈ្មោះមេខលាអ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិម្នាក់ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថាបិសាចនិងនាងអរិយទេវីបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួនហើយអ្នកទាំងពីរប្រកបដោយបញ្ញាវ័យក្រៃលែងដូចគ្នាតាបោះក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នាកាលបើតាបោះបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយលោកក៏ចង់លបងវិជ្ជាសិស្សមើលថាតើនរណាប៉ិនប្រសពជាងនរណាទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណាមួយយកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាននោះខ្ញុំនឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនោរាហើយដោយគុណភាពនៃរតនវត្ថុនោះម្ចាស់កែវក៏អាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វីចេះតែបានសម្រេចទាំងអស់រាមសូរក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទើនៅលើស្លឹកឈើនិងស្មៅផ្សេងវាបានព្យាយាមធ្វើដូច្នេះជាច្រើនព្រឹកប៉ុន្តែឥតបានលទ្ធផលល្អសោះចំណែកឯនាងមេខលាដែលជាស្រីចេះគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតហើយយកទៅដាក់ផ្តិលលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅទាល់តែដុំឈើនោះជក់ទឹកនៅពេញទាំងអស់បន្ទាប់មកនាងអរិយទេវីបានយកដុំឈើនោះទៅច្របាច់ទឹកដាក់នៅក្នុងកែវអាស្រ័យដល់ហេតុដូច្នេះនាងរកទឹកសន្សើមដាក់កែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបោះហេតុដូច្នេះបានជានាងអរិយទេវីត្រូវតាបោះសម្គាល់ថាប៉ិនប្រសពជាងបិសាចតាបោះជប់ទឹកសន្សើមនោះកើតទៅជាកែវហើយប្រគល់ទៅឲ្យនាងមេខលាដោយប្រាប់ថាកែវនេះមានគុណភាពខ្លាំងពូកែណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកកែវនេះគ្រវីឡើងនោះមួយរំពេចសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះអ្នកអាចហោះកាត់អាកាសពពកជ្រកអាចជន់លេនទៅកាន់កន្លែងណាក៏បានទាំងអស់នាងអរិយទេវីក៏ទទួលយកកែវនោះមកលើកគ្រវីឡើងលើស្រាប់តែហោះវឹងទៅលើមេឃតម្រង់ទៅមហាសាគរចំណែកឯរាមសូរអាស្រ័យដល់ការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពេញកែវហើយយកទៅថ្វាយមហាឫសីពោលថាចៅឯងយករបស់នេះមកយឺតយូរពេកហួសពេលតាត្រូវការឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយមន្តអាគមគាថារបស់តាអាចជប់វត្ថុបែបនេះកើតបានតែមួយដងគត់ទេកាលបើបានលើមហាតបោះថាដូច្នេះរាមសូរក៏កើតសេចក្តីទោមនស្សពុនពេកប្រមាណហើយក៏ស្រែកយំអណ្ដើតអណ្ដកយ៉ាងខ្លាំងដើម្បីលួងចិត្តបិសាចតបោះក៏ប្រាប់ថាចូលចៅកុំកើតទុកខ្លាំងពេកចាំតាឲ្យពូថៅមួយពូថៅនេះអ្នកអាចយកទៅឆ្លោះដណ្ដើមយកកែវពីនាងអរិយទេវីមេខលាបាននាងមេខលានេះចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងនៅពេលដែលមានភ្លៀងម្ដងចូលអ្នកចោលពូថៅនោះទៅលើវានិងបោះចោលកែវដ៏មានតម្លៃនោះប៉ុន្តែបើនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកកែវឡើងគ្រវីចូលចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាកាលបើរាមសូរបានពូថៅមកកាន់នៅនឹងដៃហើយវាក៏ហោះស្វែងរកនាងមេខលាដើម្បីដណ្ដើមយកកែវមនោរាប៉ុន្តែនៅពេលដែលបានឃើញនាងកាលណានាងក៏យល់ឃើញភ្លាមថាបិសាចនេះប្រកាសជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខានទើបនាងលើកកែវគ្រវីឡើងហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់កាលបើក្រឡេកឃើញពន្លឺចាំងនៃកែវមានសិលភ្លាមបិសាចក៏បិទភ្នែកចិត្តរួចក្រវែងអាវុធវាទៅអាវុធនោះក៏ហោះយ៉ាងលឿនលឺសូរសម្បើមក្រៃលែងប៉ុន្តែឥតត្រូវនាងអរិយទេវីទេចាប់តាំងពីពេលនោះមកទើបនៅពេលដែលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយលឺសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះ
អាស្រ័យហេតុនេះហើយបានជានៅក្នុងភាសាខ្មែរឲ្យឈ្មោះដុំថ្មទាំងឡាយណាដែលមានរាងដូចផ្លែពូថៅឬចបកាប់ក្បាលស្រួចឬដូចកំបិតថាជាកម្មរន្ទះហើយសន្មតរបស់ទាំងនេះថាជាព្រួញរបស់យក្សបាញ់ទៅលើមេឃធ្លាក់មកដល់ដីបើរឿងដើមកំណើតរន្ទះចប់តែប៉ុណ្ណេះ